ធម្មតាពេលគេទៅលេងកពតលេងកែបអីគេញ៉ាំគ្រឿងសមុទ្រដែរតែខ្ញុំខុសគេខ្ញុំទៅលេងកពតដើម្បីទៅញ៉ាំ burger កន្លែងហ្នឹងគេថារសជាតិឆ្ងាញ់ដិតជាប់អារម្មណ៍ហ្មង boy over ឲ្យនឹក burger ហ្នឹងមកបើថាបើអាចជិះទៅឥឡូវបានទៅឥឡូវទៀតនេះគឺជាដំណើរកំសាន្តតនហនទៅទាំងកណ្ដាលថ្ងៃត្រង់ហើយវិលវិញយប់ជាអាមានហ្មងបងធ្វើការសុកគេបបួរទៅកពតទាំងកណ្ដាលថ្ងៃត្រង់មានណាដាក់ច្បាប់គេមកនិយាយទៅនៅសុកក៏បបួរគ្នាមកហ្មងមកដល់ចូលញ៉ាំ burger នៅកន្លែងនេះគេសរសើរថាឆ្ងាញ់អញ្ចឹងចង់ប្រសាកមើល burger ពេញ burger កពតវាមិនហ៎ប៉ុន្តែ burger ឆ្ងាញ់យ៉ាងណាក៏ឆ្ងាញ់ដល់អូននិយាយទៅពេលទៅនឹងគ្នាចិត្ត50នាក់ប៉ុន្តែអ្នកផ្សេងហ្នឹងគេអត់ចូលចិត្តចំណូល burger ទេអញ្ចឹងគេទៅរកអីញ៉ាំផ្សេងហើយខ្ញុំ3នាក់នេះក៏មិនដាក់ burger ទៅព្រោះចំណងចំណូលចិត្តដូចគ្នាហើយណាមួយយើងទៅដោយសារគេផងគេហៅហូបអីហូបនឹងទៅកម្រិតច្រើនពេកបន្ទាប់ពីយើងអង្គុយចាំ burger រយៈពេលយ៉ាងយូរជិត30នាទីអ្នកគ្នាខ្ញុំអត់ដឹងថាមូលហេតុអីបានគេធ្វើ burger នឹងយូរដល់ថ្នាក់ហ្នឹងឯងសំខាន់ពេលកំងសេវីគេប្រាប់ទេបងថាមីនុយនេះបងឯងកំងចាំរយៈពេលយូរណាបងអូខេចឹងអាណាលឿនដាក់អាហ្នឹងមកចឹងយកអាមួយនេះអញ្ចឹងប៉ុន្តែខ្ញុំអង្គុយចាំរយៈពេលកន្លះម៉ោងអាហ្នឹងអាលឿនបងចុះនាំតាអាយុទៀតនឹងមិនទៅនិយាយមែនណា burger នៅនឹងគឺថាឆ្ងាញ់អ្នកគ្នាសាច់ burger វាឡើងទុនខំទៅរបៀបយើងមិនបាច់សូវប្រឹងខ្លាំងទេយល់ទេមិនមែនដូច burger ចុះតម្លៃនៅពេញតែខ្ញុំកំងតាមអេបខំឡើងកវីក្បាលពេលញ៉ាំអីហើយក៏ចេញមកស្រូបខ្យល់អាកាសនៅខាងក្រៅអ្នកគ្នាខ្ញុំស្រឡាញ់បរិយាកាសនៅនឹងខ្លាំងមែនទែនពេលដែលល្ងាចឡើងថ្ងៃរៀបលិចចឹងមានអារម្មណ៍ថាត្រជាក់ភ្នែកនឹងនិយាយថាមិនគិតទៅបើមានផ្ទះមួយនៅជ្រុកកពតនឹងល្អមិនទេអ្នកដែលមកលេងនឹងចោលម្បាលនៅកន្លែង cafe Starbucks នៅកន្លែងហ្នឹងថតរូបស្អាតណាពេលល្ងាចតែដោយសារខ្ញុំចូលនឹងយូររៀងយប់តិចឯងខ្ញុំធ្លាប់តែមកពេលថ្ងៃដល់ពេលមកពេលយប់ចឹងមិនដឹងថានៅនឹងតំបន់ខ្លះគឺគេបិទទ្វារលឿនណាកន្លែងលក់ដូរតំបន់ខ្លះក៏គេបើកដល់ពាក់កណ្ដាលយប់ឬតោភ្លឺអញ្ចឹងទៅដំណើរកំសាន្តតនហនទៅលេងជ្រុកកពតមានតែប៉ុណ្ណឹងអ្នកគ្នាចាំជួបគ្នាវីដេអូក្រោយបាយ